ស្មើគ្នាបានទេនៅតែមានអ្នកលេខ1នៅតែមានអ្នកលេខ2អញ្ចឹងខំដូចគ្នាអាចថាអ្នកលេខ1ខ្លះគេមិនទាំងខំប្រមាណផងប៉ុន្តែបញ្ញាធម្មជាតិគេដែលសន្សំបុណ្យល្អមកនោះគឺឆ្លាតពីក្មេងមកតែម្ដងណានឹងដោយឧបនិស្ស័យផ្សេងដែលយើងមិនអាចបង្កើតបានវាទាក់ទងនឹងផលចាស់គឺការសន្សំពីអតីតកាលមករួមជាមួយនឹងការព្យាយាមបច្ចុប្បន្នប្រធននិយាយអំពីឧបតិសម្បត្តិឧបតិសម្បត្តិនឹងការកើតមកមានអវយវៈគ្រប់គ្រាន់ប្រយោគៈសម្បត្តិគឺការខិតខំព្យាយាមប្រឹងប្រែងណាជាការពិតហើយដែលប្រធនសម្ដែងថាវិរិយេណទុក្ខមច្ចេតការឆ្លងរួចសេចក្តីទុក្ខបានដោយសេចក្តីព្យាយាមណាហើយគូទៅនឹងប្រធនដែលនិយាយច្រើនកន្លែងទៀតការខិតខំប្រឹងប្រែងគឺនាំឲ្យបានសម្រេចផលល្អរហូតដល់យើងមានជំនឿច្បាស់ក្នុងខ្លួនរបស់យើងថាកាលណាយើងខិតខំប្រឹងធ្វើគឺផលប្រយោជន៍នឹងបានតែកុំជ្រុលរហូតដល់ថាវាគ្មានបុណ្យវាគ្មានបាបអ្វីដែលអញបានមកដោយសារតែអញខិតខំបច្ចុប្បន្ននេះអានឹងវាជ្រុលយើងវាឲ្យតម្លៃតែកាត់ការខិតខំបច្ចុប្បន្ននឹងខ្លាំងពេករហូតដល់យើងភ្លេចគុណបុណ្យកុសលដែលឲ្យយើងបានរស់មកដល់បច្ចុប្បន្ននេះណាដូចជាជីវិតដែលយើងរស់នៅនេះយើងមានបានការពារអីដោយខ្លួនឯងគ្រប់ពេលវេលាញាតិញោមមើលជីវិតនេះអង្គធូរគឺជីវិតន្ត្រីណាជីវិតន្ត្រីនឹងគឺការរស់នៅអាយុជីវិតនេះណាយើងមិនមែនបានថែរក្សានៅជីវិតនឹងក្នុងកណ្ដាប់ដៃរបស់យើងរហូតទេជីវិតនេះគឺជាផលរបស់កម្មល្អណាដែលឧបត្ថម្ភឲ្យបានកំណើតជាមនុស្សហើយរស់រៀនរហូតមកដល់សពថ្ងៃនេះណាដូចជាពេលដែលយើងដេកលក់ណាដេកលក់ទៅយើងមានបានដឹងថាខ្លួនយើងនៅកន្លែងណាហើយយើងឧទាហរណ៍កន្លែងហ្នឹងបន្តិចទៅយើងដេកលក់ហ្នឹងយើងមានបានគិតថាដេកលក់ទៅភ្លេចខ្លួនខ្លាចតែបេះដូងអញឈប់ដើរអញ្ចឹងដាក់ប្រដាប់អីមួយច្បាច់បេះដូងហ្នឹងកុំឲ្យវាឈប់មានណាដេកលក់មាននឹកឃើញថាឲ្យបេះដូងដើរបេះដូងមិនដើរណាហើយតែបេះដូងកាំងអស់រឿងដែលត្រូវដឹងបាត់ហើយណាចឹងបានឲ្យយើងត្រូវស្ដាប់ព្រះធម៌នឹងពិចារណាឲ្យរឿយកុំឲ្យវាស្រវឹងនៅក្នុងជីវិតណាមានពាក្យមួយនិយាយថាត្រៃលោកកោបត្រៃលក្ខលោកចាស់ដែរសូត្រឯពាក្យហ្នឹងណាដែលលើកគេសូត្រហ្នឹងត្រៃលោកកោបត្រៃលក្ខសង្សារចៈនឹងវិលមិនដល់ហ្នឹងហើយថ្លៃត្រៃលោកកោបត្រៃលក្ខហ្នឹងត្រៃលោកហ្នឹងគឺសម្បត្តិក្នុងលោកទាំង3ហ្នឹងគឺកាមលោកបានដល់សម្បត្តិមនុស្សសម្បត្តិទេវតាហ្នឹងដែលវាសុខវាសប្បាយទៅហ្នឹងលោកមួយហៅថាកាមលោកមួយទៀតរូបលោកហ្នឹងសម្បត្តិព្រំហ្នឹងវាបណ្ឌិតអស្ចារ្យណាសូម្បីតែថាក្លិនអាក្រក់មួយដងព្រំមិនដែលធំក្លិនទេមិនចាំបាច់និយាយដល់រូបអាក្រក់អីផ្សេងណាហើយនឹងអរូបលោកសេចក្តីទុកបន្តិចបន្តួចតាមផ្លូវកាយគឺអត់មានទល់តែសោះណាព្រោះមានតែចិត្តវិញ្ញាណមិនដែលមានស្គាល់ពាក្យថាឈឺម្ដងណាម្ល៉េះហើយអាសេចក្តីសុខនៅក្នុងលោកហ្នឹងវាបិទបាំងនៅបញ្ញាមិនឲ្យឃើញត្រៃលក្ខណាដល់នៅក្នុងកំណាព្យហ្នឹងប្រើពាក្យថាត្រៃលោកកោបត្រៃលក្ខគឺថាត្រៃលោកនេះអាសេចក្តីសុខក្នុងត្រៃលោកហ្នឹងវាទៅបាំងត្រៃលក្ខហ្នឹងលក្ខណៈ3គឺអនិច្ចំទុក្ខំអនត្តាដូចជាពាក្យការព្រំអញ្ចឹងណាពាក្យការព្រំហ្នឹងកើតឡើងនឹងកើតឡើងនៅក្នុងព្រំលោកណាកើតឡើងក្នុងព្រំលោកអាយុវែងពេកទៅណាផែនដីឆេះច្រើនដងមិនទាន់ងាប់ទៀតហើយវាភ្លេចអាពីមុនអស់ទៅដល់តែអាយុវែងពេករាប់អាសង្ខ័យឆ្នាំក៏បានគិតថាខ្លួនឯងហ្នឹងគឺជាអាទិទេពហើយលែងងាប់គិតអញ្ចឹងវារស់នៅរាប់អាសង្ខ័យឆ្នាំទៅហើយរាប់កាត់មកហើយណាមួយអាសង្ខ័យឆ្នាំយើងគិតមើលដាក់លេខ1ហើយសរសេរលេខ1ហើយសូន្យ140ពីខាងក្រោយហើយយើងតែ100 200ឆ្នាំរឿងអីយើងភ្លេចខ្លះហើយមុនតែព្រំហ្នឹងវាយូរពេកទៅភ្លេចអារឿងមុន
ខ្លួនឯងកើតមកពីណាក៏អត់បានដឹងក៏តាំងចិត្តថាខ្លួនឯងនឹងអស្ចារ្យជាងគេក្នុងលោកណាដូចនៅក្នុងពេលហុងលោកសម្ដែងគាថានោះទុកគេហតិថាចុងក្រោយគេនោះព្រះមនិនប៉ិនគោដំចាញ់មហាព្រំឈ្មោះពកាសម្គាល់ថាអាត្មារុងរឿងដោយគុណបរិសុទ្ធកាន់ដៃកាន់អសេរពឹសគឺចិត្តត្រឹសដ៏មោះមុតដើរខុសផ្លូវសម្ពុទ្ធគឺមានទិដ្ឋិដ៏ក្រៃលែងអាចនិមិត្តធ្វើអសេរពឹសរុំកហើយបើកវែកនិមិត្តប្រែកលាច្រើនយ៉ាងណាពកាព្រំនឹងហើយក៏គិតថាក្នុងโลกនេះអត់មាននរណាមានអានុភាពប្រហែលខ្លួនអញហើយខ្លួនអញនេះគឺជាបុគ្គលដែលទៀងមិនចេះស្លាប់ណាព្រោះវាយូរហើយមិនដែលដឹងថាខ្លួនឯងងាប់កើតយូរពេកទៅហើយសម្បត្តិចង់បានអីបានដឹងចឹងទៅក៏គិតថាខ្លួនឯងអស្ចារ្យគេនេះថាសេចក្តីសុខនៅក្នុងឋានហ្នឹងវាទៅបាំងអនិច្ចំទុក្ខអនត្តាក្នុងការនោះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ដឹងឡើងក្នុងលោកព្រះអង្គទ្រង់និមន្តទៅឋានព្រំទៅជួបពកាព្រំហ្នឹងគឺកំពុងទៅតម្លើងរឹកព្រះអង្គទៅនិមិត្តខ្លួនព្រះអង្គហ្នឹងធំជាងព្រំហ្នឹងទៅទៀតព្រំកម្ពស់រាប់យោជធំណាប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គទៅមានទំហំធំជាងព្រំហ្នឹងទៅទៀតការនៅមនុស្សព្រះអង្គរូបរាងជាមនុស្សប៉ុន្តែថាដោយអានុភាពព្រះអង្គធ្វើទៅធំជាងព្រំហ្នឹងស្ថិតនៅពីលើក្បាលព្រំហ្នឹងឯងមិនដែលនៅលើអាកាសផ្សាយរស្មីព្រះអង្គល្អជាងព្រំពកាហ្នឹងពកាព្រំហ្នឹងក៏គិតថាក្នុងโลกនេះមានអ្នកប្រកែកជាងអញទៀតដែរតើណោះក៏គិតចឹងហើយក៏គិតមកសបកទៅទៀតគិតថាប្រហែលជាមានតែមួយហ្នឹងឯងដែលប្រកែកជាងអញក្រៅពីហ្នឹងមិនមានទេនៅតែមានទឹកថែអញ្ចឹងទៀតព្រះអង្គទ្រង់មានព្រះចិន្តាថាសូមឲ្យព្រះមហាមោគលានជាដើមទៅផងក្នុងការនោះព្រះមហាមោគលានកំពុងតែគង់នៅជាសុខក្នុងកម្មដ្ឋានក៏បានដឹងព្រះសម្រេចរបស់ព្រះសម្មាសម្ពុទ្ធក៏បាត់ពីឋានមនុស្សទៅប្រកបនៅឋានព្រហ្មលោកស្ថិតនៅលើអាកាសមានពន្លឺរស្មីចេញមកល្អជាងព្រំហ្នឹងប៉ុន្តែអន់ជាងព្រះសម្មាសម្ពុទ្ធបន្តិចប៉ុន្តែល្អជាងព្រំហ្នឹងព្រះមហាកស្សបៈជាដើមទៅ 4-5 អង្គដល់តែអញ្ចឹងទៅបានព្រមថាមិនក៏មានសាមណៈអីមានអានុភាពអីច្រើនម្ល៉េះបានព្រះសម្មាសម្ពុទ្ធទ្រង់តេះដៀលនៅពកាព្រំហ្នឹងដែលមានមិច្ឆាទិដ្ឋិតែខ្លួនឯងប្រសើរគ្រាន់បើហ្នឹងព្រះអង្គបញ្យល់អំពីធម្មជាតិដែលមានការកើតជាខាងដើមវាតែតែមានការរលត់ជាខាងចុងចាំបាច់និយាយថ្មីចំពោះអត្តភាពរបស់ព្រំឯងនឹងមួយបដិងសូម្បីចក្រវាលទាំងមូលនេះទីបំផុតក៏ត្រូវឆេះរលត់រលំរលាយអស់ទៅនឹងបានព្រះអង្គសម្ដែងទៅព្រំឯងមិនមែនថាមិនធ្លាប់ងាប់ទេពីមុនធ្លាប់ជាគ្រូរបស់តថាគតព្រះអង្គលើកអតីតណាព្រំហ្នឹងធ្លាប់ជាគ្រូរបស់ព្រះអង្គកាលពីអតីតជាតិមួយនោះធ្លាប់កើតជាតាបោះហើយព្រះអង្គជាកូនសិស្សហើយពីជាតិមុនមកព្រះអង្គសម្ដែងចេះនឹកឃើញវាភ្លេចហ្នឹងយូរទៅចម្រើនអភិញ្ញាទៅបានជួយមនុស្សដែលលងទឹកស្លាប់អីយ៉ាងណាបានទៅកើតព្រហ្មលោកហ្នឹងណាដូច្នេះសម្បត្តិក្នុងโลกនេះបើសិនជាយើងប្រើមិនល្អវាអាចទៅជាថ្នាំពង្វក់ស្មារតីរបស់សត្វលោកយើងណាប៉ុន្តែបើយើងចេះប្រើប្រាស់ឲ្យបានល្អវានឹងទៅកាន់តែប្រសើរឡើងដូចជាទ្រព្យសម្បត្តិអីចឹងយើងប្រើឲ្យល្អទៅសង្គ្រោះមេដាបេតាសង្គ្រោះកូនប្រពន្ធមួយចំណែកយើងចេះធ្វើបុណ្យធ្វើទានលះឲ្យទៅជាសេចក្តីសុខរបស់អ្នកដទៃណាដែលព្រះអង្គសម្ដែងថាជួនកាលយើងអាចលះសេចក្តីសុខតូចដើម្បីបដូរយកសេចក្តីសុខធំអ្វីក្នុងโลกនេះវាមិនមែនបានមកដោយឯងដោយការបន់ស្រន់អង្វរក៏នោះទេសម្បីការងារចិញ្ចឹមជីវិតរាល់ថ្ងៃយើងអាចឃើញច្បាស់ហើយវាទល់តែលះបង់នៅសេចក្តីខឹងប្រែងព្យាយាមការងារកម្លាំងកាយកម្លាំងចិត្តរួមជាមួយនឹងទ្រព្យសម្បត្តិធនធានយ៉ាងណាមិញចំពោះបុណ្យកុសលដែលទៅអនាគតហ្នឹងក៏វាត្រូវតែលះបង់ទាំងលះបង់ផ្នែកចិត្តគំនិតលះបង់ទាំងទ្រព្យសម្បត្តិឲ្យទៅជាប្រយោជន៍ដូចគ្នាអញ្ចឹងដែរនឹងអាត្មាសម្ដែងមកជាងកន្លះម៉ោងប៉ុណ្ណឹងហើយញាតិញោមចង់សាកសួរអីទេណាដែលស្ដាប់ធัวច្រើនទេហើយចង់សាកសួរអីទេចាស់ផ្ទះក្នុងណាដូចជាពេល
chẳng phải đăng chân đó nó xong một ngon như tôi có kia từ dài ba để than xuống than lại trăng là phải đăng như vậy năng hai để ai năm sạt lô ở từ căn than xuống rồi trái trăng xua nó về miền tràn đó việc là than xua nó về miền tràn xua nó về miền tây và đa tràn đó miền cha tổ Maharishika miền ta vật tăng diêm mi ta vật tăng nâng ta vật tăng diêm mi đọc sách nâng miền là đây và đã nâng mi tạo và xạ vật tây nâng miền than xua tràn chẳng hay than prom nó có hai cái than xua đây đọc của mùi choan chỉ rùa prom hay nâng rùa prom nó có một cái than xua đây chỉ sọc cái tệ chỉ tầm nào lõ để từ nâng cái ca này dân này dây ta trai trắng cứ sầm đào đào than muối cứ than ta và tăng nâng ai trai trắng rư ta và tấn prai ta sam sụp ta và tấn trai trắng cứ sam sụp bày prai trắng vô miên phục vọt hà đấng cứ đàm lời máu chỉ tin nơi rồi bọc phụ sờ nó phụ sờ nó miền ca chụp liền đòi xa tức nó tức sẽ bằng tức nó đo từ sự cả tê và đi ca để co sang nơi mình nô nó nơi mình nô ca nơi mình nô mua mẹ khăm miền nô nó co sang môn đồ bốn con mẹ cò thom mà ta thừa môn đồ bốn nó ở miền ấy thừa bốn con trôi chết ở nè đặt tây nó bàn sọc từ cặp cặp tây ấy chỉ mùi kia nó chua nông tây ở miền ấy chua suốt còn vô chương còn chua tới đây nó có về linh sưu chua nơi về sầm rạ chân tới nè đặt tới có cái màu rung con trên tới cái chua cả lại năng mà đo còn ở miền khăn ấy thế còn có kết thải cái tầm bờ mà anh thơ đấy ban phải dòi đo nè đặt tây để tới ai đó còn vô cho tới tôi chô đây chô ấy là thế ra cục ống làm phôi nhiệt nhôm từng óc nìa chùm nạch muối để trong cái nào năng lượng một phía xa không tí ní khi thà ca để xa tụm nhẹ tụm nông lo chùm mình nuôi chi đường sầm khăn phật đầm bay ai chi vật năng miền sẽ gây sốc chạm bạch na dương từ để xa tụm nhẹ tụm nông lo chùm mình nuôi ai tụm nhẹ tụm nông lo chùm mình nuôi năng ai để xa bàn lo ta to dương tiếng che chạy đùm lệ cùng miền ấy hộp tại mình ấy chỉ mình nu tạ to tháp cố cứ tập bị giỏi khuôn ấy nhà nắng mình ban dù mày nè chẳng mình tham miền bỏ miền chùm này chùm nọ đôi chỉ nhiệt nhôm nó sọc phải cái miền bài mà về chỉ là phải có chạy mình lệ khi chẳng tới anh đang thua ấy tụi mẹ tụi nồng nó ban lọ tí pí sầm đây sầm đá từ ruពីសាទៅគ្នាទៅវិញទៅមកបើយើងចិត្តល្អបើនៅសំដីសំដៅមាត់កហ្នឹងវាលំងលំមាំងក៏គេមិនសូវចូលចិត្តដែរអញ្ចឹងចែករំលែកហើយត្រូវមានពាក្យសំដីពីរោះពិសាទៅរកគ្នាទៅវិញទៅមកកុំប្រើអាមឹងហែងហងជួនកាលត្បិតថាគេខ្លាចយើងមែនក្នុងនាមថាយើងជាមេជាអ្នកធំប៉ុន្តែគេមិនសូវចូលចិត្តទេពីព្រោះពាក្យសម្ដីហ្នឹងវាមិនព្រោះតិចហើយទី3ហ្នឹងគឺថាអត្ថចរិយាធ្វើម៉េចឲ្យបានជាប្រយោជន៍ដល់មនុស្សជុំវិញខ្លួនយើងដែលមកជួបយើងនឹងខ្លាយទៅជាមនុស្សមានតម្លៃយើងនឹងខ្លាយទៅជាមនុស្សដងទឹកឬក៏ថាស្រះទឹកនៅពេលដែលខែប្រាំងអត់មានទឹកប្រើហ្នឹងមនុស្សដែលសាងប្រយោជន៍ដល់អ្នកដទៃនឹងជាមនុស្សដែលបង្កើនតម្លៃខ្លួនឯងជាចំណុចមួយទៀតគឺថាផ្ដល់នៅសេចក្តីសុខដល់អ្នកដទៃហើយគេស្រឡាញ់គេចូលចិត្តជាធម្មតាទេអាហ្នឹងឧទាហរណ៍ថាមេឃក្តៅអញ្ចឹងហើយបើយើងដើរកាត់ថ្ងៃហ្នឹងមកគេរកកន្លែងត្រជាក់អញ្ចឹងគេដឹងគុណកន្លែងត្រជាក់ណាទោះជាគេមិនដឹងគុណក៏ហីទៅប៉ុន្តែយើងបានផ្ដល់ប្រយោជន៍ដល់គេអ
nhưngដើម្បីឲ្យយើងរក្សាទំនាក់ទំនងល្អហ្នឹងគឺថាចេះផ្ដល់ប្រយោជន៍ដល់អ្នកដទៃចេះធ្វើប្រយោជន៍ដល់អ្នកដទៃកុំគិតតែពីប្រយោជន៍ខ្លួនឯងអាទី1នោះគឺថាយើងចេះចែកម្លែកមានរបស់អីយើងចែកម្លែកតាមសមត្ថភាពដែលយើងអាចធ្វើទៅបានហើយទី4កុំលើកតម្កើងខ្លួនឯងពេកកុំអាងតែខ្លួនឯងធំកុំអាងតែខ្លួនឯងចេះកុំអាងតែខ្លួនឯងនឹងមានគេស្គាល់ច្រើនហើយកអឺតកតើមិនយកចិត្តទុកដាក់មិនឲ្យតម្លៃមនុស្សតូចតាចអ្នកក្រមប្រកបអាហ្នឹងជាបរាជ័យរបស់អ្នកធំហើយអញ្ចឹងបានជាយើងហ្នឹងអ្នកដែលកាន់តែធំហ្នឹងគឺថាត្រូវតែរៀនចេះដាក់អស្មិមានអ្នកហ្នឹងកាន់តែខ្លាំងកុំបដោយឲ្យចិត្តលើកតម្កើងខ្លួនឯងអស្មិមានអ្នកក្នុងខ្លួនហ្នឹងឡើងច្រើនពេកតែឡើងច្រើនពេកគួរថ្នាក់ដល់ខ្លួនឯងគេស្អប់ច្រើនគេមិនចូលចិត្តថាអ្នកបកែអួតអញ្ចឹងមិនសូវពីណាគេចូលចិត្តទេអញ្ចឹងវាតតែយើងរក្សាខ្លួនឲ្យបានល្អឧបមាដូចថាប៉ោតវាមានទឹកគោះមិនសូវលឺប៉ុន្តែប៉ោតអត់ទឹកគោះលឺខ្លាំងណាស់យ៉ាងណាអ្នកចេះមែនតើហ្នឹងមិនសូវជាអួតក្អេងក្អាងវាច្រើនតែអ្នកចេះស្ទើរហ្នឹងក្អេងក្អាងជាងហើយគេមិនសូវចូលចិត្តទេអញ្ចឹងបានជាយើងដើម្បីរក្សាទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនយើងហ្នឹងគឺថាត្រូវចេះចែកចម្លែកអ្វីដែលខ្លួនយើងមានកុំកំណាញ់ពេកទី2ត្រូវចេះនិយាយសម្ដីសម្ដៅពីរោះភាសាហើយនឹងទី3ត្រូវចេះធ្វើអីឲ្យបានជាប្រយោជន៍ដល់អ្នកទៅកុំគិតតែពីប្រយោជន៍ខ្លួនឯងទី4ហ្នឹងគឺត្រូវចេះដាក់ខ្លួនកុំលើកតម្កើងខ្លួនឯងពេកអញ្ចឹងសូមប្រគេនពរថេរានុថេរៈជូនពរញាតិញោមទាំងអស់សូមបានប្រកបតែនឹងសេចក្តីសុខគ្រប់ប្រការសូមអនុមោទនា